បាទសួស្តីតេជន់នៅក្នុង Channel YouTube របស់ខ្ទមស្រែអញ្ចឹងគឺអ្នកលក់ពិតជាខាងចេញវីដេអូយូរមែនតើហើយវីដេអូរបស់ខ្ទមស្រែគឺយើងមកនិយាយអំពីបាទរូបរាងដែលទូរស័ព្ទស៊េរីថ្មីដែលមកដល់ខ្ទមស្រែអញ្ចឹងយើងនឹងថតលម្អិតបាទយើងមិនមែនជាអ្នក review ទូរស័ព្ទអីទេអញ្ចឹងបើសិនជាមានស៊េរីខ្ពស់ស៊េរីថ្មីដែលបានមកដល់ដៃខ្ទមស្រែគឺខ្ញុំនឹងថតជូនបងនៅក្នុង YouTube ដែលចង់មើលរូបរាងទូរស័ព្ទដែលខ្លួនស្រឡាញ់បាទទូរស័ព្ទដែលនៅក្នុងក្តីសម័យរបស់បងទាំងអស់ឲ្យបានគៀកបាទលម្អិតមើលឲ្យច្បាស់ហ្មងអញ្ចឹងម៉ាស៊ីននេះគឺជាចំនួនចុងក្រោយរបស់ OnePlus 15 បាទ OnePlus 15យើងក៏សង្កល់ថាតួរបស់គេនៅក្នុងរបស់គេគឺធ្វើបែបគ្រើមខ្លាំងមែនទែនគ្រើមដែលយើងស្ទាបទៅដឹងថារៀងប្លែកពីស៊េរីមុននៃការ design ណាខាងក្រោយរបស់គេគឺមាន lens ចំនួន3គ្រាប់មាន telephoto មានultra wide ជាមួយនឹង lens core ហើយនេះគឺ flash របស់គេហើយខ្នងក្រោយរបស់គេគឺមានអក្សរបាទលេខ1បូកមានស៊ុំព័ទ្ធហ្នឹងបាទលេខ1ហើយមានស៊ុំព័ទ្ធបាទជា logo OnePlus ម៉ាស៊ីននេះគឺនេះបែរជាបេតុងរបស់គេហ្នឹងប្រហែលបេតុងដូចទៅលើ iPhone 15 Pro Max អីហ្នឹងបាទបេតុង Action សម្រាប់បន្ថយសំឡេងសម្រាប់ដាក់ silent ដាក់អីចឹងយើងស្រេចតែយើងសិតទេយើងចង់ដាក់អីយើងដាក់ហ្នឹងទៅបាទអញ្ចឹងយើងរក silent មកជាកន្លែងពេញនិយមមួយយើងចង់ silent គឺយើងចុចផ្លឹបបាទគឺចេញសញ្ញា silent មកបាទញ័របើនិយាយពីអេក្រង់ខាងមុខនេះវិញបាទគឺគេ design បានកប់កែមបាទកែមរបស់គេគឺស្ដើងខ្លាំងមែនតើហើយបាទស្ដើងខ្លាំងមែនតើបាទកប់កែមហ្មងកែមសឹងតែអត់មានទេបាទគេមិនប្រើប្រាស់អេក្រង់កោងទេខុសពី OnePlus 13គេប្រើប្រាស់អេក្រង់កោងតិចអានេះគឺប្រើអេក្រង់ស្មើចែហ្មងបាទខាងជាជាងនេះគឺប៊ូតុង power នៅខាងក្រោមប៊ូតុងតម្លើងសលេងបន្ថយសលេងនៅខាងលើហើយខាងនេះអត់មានអ្វីទាំងអស់ខាងក្រោមមាន room speaker mic សងខាងនេះបាទ USB Type C បាទហើយនឹងជាមួយនឹងកន្លែងដាក់ SIM បើខាងលើបាទ speaker ទៀតជាមួយនឹង room mic កាមេរ៉ាខាងមុខមានចំនួនតែមួយគ្រាប់ទេនេះគឺជាប្រភេទ China version ណាបាទបើ China ប្រើ China ហ្មងបាទបើ global ចំហ្មងប៉ុន្តែ global និង China OnePlus 15នេះគឺតម្លៃខុសគ្នាច្រើនបាទ200ជាងជិត300អីបាទ spec របស់គេគឺមកជាមួយនឹងកម្លាំងម៉ាស៊ីន Snapdragon ចំនួនចុងក្រោយរបស់ Snapdragon ហើយបាទ8 Elite Gen 5បាទថ្មបាទ7300 mAh សាកថ្មបញ្ចូលវិញបាទនៅក្នុងនេះដូចគេបានបញ្ជាក់ដែរអត់មានទេបាទនេះបាទគឺ120វ៉ាត់ដុំសាកនៅក្នុងប្រអប់120វ៉ាត់ខ្ញុំស្មានតែ80វ៉ាត់ឬក៏100វ៉ាត់បើ refresh rate អេក្រង់របស់គេបាទគឺទៅដល់165 Hz អូខេ OnePlus កន្លែងហ្នឹងគឺអូខេគិតបានត្រូវមែនតើខុសពីទូរស័ព្ទមួយចំនួនបាទ Samsung 120 Hz ដាំខ្ទឹមជាមួយនឹងថ្ម 5000 mAh ដាំខ្ទឹមទៀតអត់ប្រែប្រួលអ្វីទាំងអស់ហ្មងនេះគឺ refresh rate របស់គេបាទគឺទៅដល់ចាំបន្តិចនេះបាទគឺ165 Hz តែម្ដងប្រហែលទូរស័ព្ទដែលលេងហ្គេមហ្នឹងបាទប្រហែល gaming ហ្នឹងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេនេះគឺជារូបរាងរបស់ OnePlus 15ច្បាស់នៅបាទ design ប៉ុណ្ណឹងលម្អិតប៉ុណ្ណឹងបងទស្សនាហើយមានអារម្មណ៍ថាបាទទូរស័ព្ទក្នុងក្តីសម័យបងណាខ្លះបាទទស្សនាហើយមានអារម្មណ៍ថាពេញចិត្តអត់សម្រាប់ខ្ញុំបាទមេដៃច្រើនមែនតើអេក្រង់ស្មើមេដៃថ្មធំមេដៃសាក120វ៉ាត់មេដៃ refresh rate 165 Hz ក៏បានមេដៃជាមួយនឹងចុងក្រោយនេះគឺ chip Snapdragon 8 Elite Gen 5បាទសិតតែបានឡាយពីខ្ញុំទៅហើយបាទ
អរគុណច្រើនជួបខ្ញុំវីដេអូក្រោយពីខ្ទមស្រែខ្ញុំនឹងយកទូរស័ព្ទមកបង្ហាញពីបាទការ design បែបលម្អិតបាទប្រហែលជាតទៅវីដេអូផ្ដេកបែបនេះខ្ញុំធ្វើទៅនៅលើ YouTube ប៉ុណ្ណោះប៉ុន្តែបើ TikTok ជាមួយនឹង Facebook Reel គឺយើងធ្វើវីដេអូបញ្ឈរធ្វើបែបនេះអត់កើតទេ